បាទព្រះពីដើមនឹងបានសូត្រថាព្រះជ័យជាយាងអង្គព្រះកែវមរកតតាំងព្រះកតតាំងត្រីសក្សជ័យញាឲ្យរាំងតាំងកោត្រីសក្សជ័យញាបរោះជ័យជាឯកកតតាំងត្រីសក្សជ័យញាបរោះជ័យជាបាបែងរែងតាំងរាំងតាំងកោត្រីសក្សជ័យញាបរោះពូពីអ្នករាំងតាំងរាំងតាំងកោនរៈលៀងអង្គពលចោតាំងកោវរៈលៀងអង្គពលចោបាទគាថានេះនឹងមានន័យថាជាការសូត្របកកសេរីមង្គលសេរីសួស្តីឲ្យមានដល់មន្ត្រីថ្នាក់ទី1ឲ្យមានដល់ព្រះមហាក្សត្រឲ្យមានដល់ប្រជាជនប្រជានុរាទាំងឡាយដើម្បីឲ្យបានផុតពីទុក្ខទោសដែលមានចោលហ្នឹងមកលួចមកប្លន់ឬក៏មកបៀតបៀនអីហ្នឹងសូមឲ្យចោលហ្នឹងបានចាញ់នៅអំណាចនៅគាថានោះនឹងឲ្យខ្មែរយើងនៅហៅគាថាថ្វាយសិរីមង្គលបានមានទាំងមានគេសូត្រនៅក្នុងពិធីថ្វាយមង្គលសិរីហ្នឹងពួកគេសូត្រធម៌ហ្នឹងដែរបាទត្រង់យើងឲ្យព្រះនាងបាទប្រកៅរាជហ្នឹងទៅបាចការថ្វាយសិរីមង្គលហ្នឹងគឺព្រះនាងសូត្រធម៌ហ្នឹងហើយអាចធម៌ហ្នឹងមិនទាន់បាត់ទេមានដល់សប្តាហ៍ថ្ងៃហ្នឹងគឺខ្ញុំនៅចេះចាំស្ទាត់ជំនាញនេះអត់មានមើលសភៅទេខ្ញុំនិយាយយកតែម្ដងហើយបើសិនណាជា